លំហាត់បន្តទៅនេះយើងនឹងនិយាយអំពីការលុបទិន្នន័យដែលជាន់គ្នាអញ្ចឹងនៅក្នុងលំហាត់នេះយើងអនុវត្តពីចំណុចទី1យើងដាក់ពណ៌ទៅលើទិន្នន័យដែលជាន់គ្នាបន្តមកទៀតយើងនឹងលុបទិន្នន័យដែលជាន់គ្នាតែឥឡូវយើងនិយាយអំពីការចាក់ពណ៌ទិន្នន័យដែលជាន់គ្នាសិនបាទចូល highlight ឈ្មោះសិស្សដែលជាន់គ្នាអញ្ចឹងយើងដឹងថាឈ្មោះសិស្សណាជាន់គ្នាអញ្ចឹងបើយើងចង់ដឹងយើង select ឈ្មោះសិស្សទាំងអស់ហ្នឹងមកហើយយើងយកចូលទៅ home ហើយចូលទៅ conditional formatting ហើយ highlight យល់មេរៀនមុនណាអញ្ចឹងយើងយកមួយណាដើម្បីលក្ខខណ្ឌមួយណាដើម្បី select យកទិន្នន័យដែលជាន់គ្នាគឺយើងយកនេះ duplicate value ទិន្នន័យដែលជាន់គ្នាអញ្ចឹងចុចលើហ្នឹងមកហើយ OK អញ្ចឹងយើងឃើញហើយអាក្រហមហ្នឹងមានថាឈ្មោះហ្នឹង2ដងហើយមានឲ្យវាជាន់គ្នា2ដងណាឬក៏3ដងអញ្ចឹងតែអញ្ចឹងយើងចង់លុបចេញកុំឲ្យវាជាន់គ្នាយើងត្រូវធ្វើម៉េចចឹងខាងនេះគេប្រាប់ថាធ្វើធ្វើម៉េចណាអញ្ចឹងយើង select ទាំងអស់សិនមក select ទាំងអស់សិនមកបាទយើងយក data បាទចូល data ហើយយើងយកមួយនេះនេះគេហៅថា remove duplicate មានថាលុបទិន្នន័យដែលជាន់គ្នាអញ្ចឹងយើងចុចលើហ្នឹងហើយដោះ select សិនបាទយើងយកនាមតកូលបាទឥឡូវនេះយើងយកនាមតកូលនាមខ្លួនមានន័យថាយើងលុបទិន្នន័យដែលជាន់គ្នាដោយយោងទៅតាមនាមតកូលនាមខ្លួនហ្នឹងអូខេអញ្ចឹងឈ្មោះដែលជាន់គ្នាត្រូវបានលុបអស់ហើយកន្លែងនេះវាប្រាប់ថាមានឈ្មោះជាន់គ្នា3ដែលបានលុបអញ្ចឹងទាំងអស់វាមាន11ឈ្មោះដែលអត់ជាន់គ្នាទេបាទទីនេះគឺ11ឈ្មោះយើងអុចអូមកបាទ11ឈ្មោះដែលវាអត់ជាន់ជាមួយនឹងគេទេ